លោកបងប្អូនជួនរៀនទៅយើងយល់ថាការធ្វើបដិវត្តវាមិនមែនកើតចេញពីអ្នកមានទេធ្វើបដិវត្តកើតចេញពីកសិករក្រីក្រអញ្ចឹងហើយបានខ្ញុំនិយាយថាលោកហ៊ុនម៉ាណែតត្រូវតែសម្អាតលបែងអនឡាញហើយពីព្រោះអស់ជំរឿបើលាក់ក៏លាក់មិនបានបើលាក់កាន់តែសម្ពាធសេដ្ឋកិច្ចទៅទៀតណាដូច្នេះលោកហ៊ុនសែនសុកចិត្តបន្ធូរបានន័យថា50-50បើបន្ធូរអាច50រស់អាច50ងាប់បើលួងលោមបើចរចាអឺរ៉ុបត្រូវអាមេរិកត្រូវអាមេរិកបន្ធូរអឺរ៉ុបបន្ធូរហ៊ុនសែនអាចរស់50-50ប៉ុន្តែបើលោកហ៊ុនសែនមិនបន្ធូរលោកហ៊ុនសែនអាចស្លាប់នៅពេលខាងមុខចំណុចត្រង់ហ្នឹងហើយនៅពេលខាងមុខសេដ្ឋកិច្ចនឹងធ្លាក់ចុះការងារអត់មានការងារធ្វើប្រជាជនអត់មានលុយបង់ធនាគារណាអ្នកដែលមានលុយដកលុយចេញពីធនាគារជនភៀសសឹកអត់មានលុយបង់ធនាគារនឹងជួបហានិភ័យណាកាលណាធនាគារជួបហានិភ័យកម្មករអត់មានការងារធ្វើនៅពេលខាងមុខនេះខ្ញុំគិតថានឹងមានសភាពការឯកាឡើងប៉ុន្តែអ្វីវាមិនគ្រប់គ្រាន់អ្វីវាមិនអាចកើតចេញពីកសិករទាំងស្រុងទេយើងដើមឈើនឹងស្លឹកឈើនឹងវាស្ងួតហើយប៉ុន្តែលុះត្រាតែមានភ្លើងមួយតូចទៅបញ្ឆេះទើបស្លឹកឈើនឹងវាឆេះបាននយោបាយក៏អញ្ចឹងដែរប្រជាពលរដ្ឋពាក្យថាប្រជាពលរដ្ឋពាក្យថារាជគាត់មិនមានការយល់ដឹងដូចជាមន្ត្រីដូចជាថ្នាក់ដឹកនាំអ្នកដែលបង្កើតបកអ្នកដែលបង្កើតនយោបាយទេដូច្នេះហើយខ្ញុំគិតថាអ្នកនយោបាយគាត់ក៏ចេះមើលអញ្ចឹងហើយគេថាអ្នកនយោបាយត្រូវមានភាពឃ្លាវៃដូចអ្នកនេសាទយ៉ាងម៉េចគាត់ចេះនេសាទហើយគាត់មានឧបករណ៍នេសាទហើយលុះត្រាតែគាត់ចេះមើលភូមិសាស្ត្រនោះទៀតទើបគាត់នេសាទបានត្រីចុះអ្នកនយោបាយក៏អញ្ចឹងដែរអ្នកនយោបាយខ្ញុំគិតថាគាត់ចេះវិភាគស្ថានភាពចេះមើលឱកាសចេះមើលពេលវេលាចេះបង្កើតឱកាសនៅពេលដែលឱកាសមកដល់មិនត្រឹមឲ្យឱកាសមកដល់ទេត្រូវចេះបង្កើតឱកាសដើម្បីឆក់យកអំណាចដើម្បីយើងមានអំណាចទើបយើងទៅជួយជាតិបានដូច្នេះខ្ញុំគិតថាពេលនោះវានឹងមានណាវានឹងមានចលនាណាមួយនឹងកើតឡើងឥឡូវខ្ញុំទាឧទាហរណ៍ថាតើនៅប្រទេសខ្ញុំមិនបាច់និយាយយូរទេខ្ញុំនិយាយថ្មីនេះកំពុងតែកើតនៅអេរ៉ង់លោកខាយល់ថាតើប្រជាជនងើបដោយឯងមិនមែនទេឃើញទេប៉ុន្តែនៅពេលដែលប្រជាជនងើបហើយបានអ្នកចង់ជួយយើងនោះគេមានលេសគ្រប់គ្រាន់ក្នុងការជួយតែបើយើងមិនមានភ្លើងប្រកាសទេបានន័យតែអ្នកចង់ជួយយើងក៏ពិបាកជួយដែរយើងមើលនៅពេលអេរ៉ង់នៅពេលដែលប្រជាជនងើបឡើងឃើញទេប្រជាជនងើបឡើងពឹបអាមេរិកប្រកាសថាបើអ្នកឯងហ៊ានតែកំទេចសម្រាប់ប្រជាជនអាមេរិកនឹងជួយហើយអាមេរិកនឹងគ្រប់គ្រងរីឯអ៊ីស្រាអែលនឹងចេញសេចក្តីថ្លែងការណ៍មួយនៅគណៈរដ្ឋមន្ត្រីគាត់ថាអ៊ីស្រាអែលនឹងគ្រប់គ្រងប្រជាជនអេរ៉ង់នៅពេលខាងមុខប្រជាជនអ៊ីស្រាអែលជាតិសាសន៍អ៊ីស្រាអែលនិងអេរ៉ង់នឹងមានតំណែងតំណងការទូតចិត្តស្និទ្ធហើយល្អដើម្បីអភិវឌ្ឍប្រទេសជាតិរួមគ្នានិងកសាងអនាគតទៅខាងមុខល្អប្រសើរឃើញទេនេះហើយដែលជាដើមចមអញ្ចឹងយើងមើលនៅអេរ៉ង់ទៀតអេរ៉ង់នៅពេលដែលមហាជនផ្ទុះឡើងដោយសារអីក្រំតែក្រុមហ៊ុនមួយអត់មានការងារធ្វើទេប៉ុន្តែនៅក្នុងនោះយើងមើលមិនឃើញថាមានដុំភ្លើងណាមួយទេអញ្ចឹងខ្ញុំគិតថាអ្នកនយោបាយខ្ញុំគិតថាគាត់ចេះដូចខ្ញុំនិយាយចឹងអ្នកនយោបាយកាលណាយើងធ្វើនយោបាយយើងមានយុទ្ធសាស្ត្រយើងមានយុទ្ធវិធីយើងមានចិត្តសាស្ត្រគ្រប់គ្រាន់ក្នុងការឆក់ឱកាសនិងបង្កើតឱកាសសូមអរគុណប៉ុណ្ណេះចឹងចុះទឹកនំគាត់គិតតែប្រយោជន៍ផ្ទាល់ខ្លួនយើងឃើញហើយដូចជាប្រាក់ខែគាត់ប្រមាណតែគាត់ពាក់នីលកាវ៉លលៀននោះឃើញទេហើយយើងមើលគណៈបព្វជិជន
miền lùi chơn chiêng rót từ tiết thạ về ca cả nạ bạc chi chôn chơn chiêng lùi rót thạ về ca rót từ tiết này hãy cứ ban ông pí cá bốc ở lùi ở lớp dương trong dây tha được biết bốc ở lùi luôn hôn sai nó thời gian bảy ở đó xanh chiết ôi nẹo vị để dục tôn ná đại miền lùi tua bay vị để dục tôn nông đôi dân gì cái đó cô lục hôn sai đó sẽ chết oi đây dương mơ bông con trăm đấy nơi năm pi pon đá rư cao chia nhung bây giờ lục thiên bồn ma hay hay thay bồn rong từ Americ ham khoát mình ao châu Việt tây về đây tại lục thiên bồn ma nâng thay bồn rong thay hay thay bồn rong à sang ngon nơi Campuchia mà đo sang ấy mà đo thằng ấy chứ ta thay bồn ma tới nè thế đấy chẳng bia lục hồn sáng quát cái hai ta miền nuốt cút nâng phiệp chuột chơi để rồi viên quát nét khai nâng khai nữa bàn đây ra quát miền nuốt còn nữa quát chết đấy và hơn từ chết ta hiên từ chết ta cờ khลื่n từ chết ta bật bật từ ở lớp bông bông mà đo mong đi dương khơi đây để trôi về Americ đã toàn là cam thay bồn ma mình ao châu tây thay bồn ma nơi không tây Campuchia mà đo mong đi cái đấy mình đang thay bồn ma từ nào đi chân hơi bạn nhom snom po từ bong bồn về chia chôn rư mùi bong bồn nè về chia tập tay cái đó công sừng khâm Americ về miền nè lá có tháng Americ nâng ai cho một chập hôn sai đôi nè về sau là bong bồn mơ về lá Americ vì mình lúc chờ đôi này nhom xong pêu nếu từ bong bồn về chia rót miền tại bong bồn chia rót đi học cả đi từ ta tiêm tia do sợi phiệp từ ta tiêm tia do xích âm nai đằng bay từ chú chiết ba bùng đâu nó tê dương miền ở cả thì nên nhom mơ khơi bằng nâng về pro dương khơi nhỉ được nhom tia thì họ nè thay bồn ma cô từ Americ đặt mà nói cho tê dân gì cô Americ cắt tô đặt mà nói cho tê con tay Americ dương sau đây đây việc là dương thở đây sừng khâm cái lá hay con tay ca sừng khâm bao nhiêu nữa vì ở đôi bầm non đi nhưng khơi nhá vừa ở dương khó chặt đây cái đấy Americ và coi pi Americ đã tuần là cam cắt tôi dân gì hỏi Americ trao đã xâm pít một lô hôn sen piêu nêu oi hôn sen chấp với chun thừa bại sa ban từ oi Americ dùng cách ta hôn sen ở hiền bệnh chun dân gì tới và thế chân này dùng miền cao sau ra con tay và NP đó là hôn sáng còn đằng NP đấy Americ chấp và chun này về sau là đấy và thế này về sau lá hôn sáng đôi chiếc pay khai đôi khi này hôn sáng miết với thiên cam môn mà chấm hiên là Americ chết hôn sáng tới đây chấp và chun là dân sĩ cho ao trần cái đấy hôn sáng có đo bằng tốc thu mà chấm hiên thu mà chấm hiên bà sân chỉ có tốc hơi bà Americ lúc chờ Americ tha lô hôn sáng tới tay thưa bại sa ban dân sĩ mà ao Americ hôn sáng bị bạn một cả đỏ còn đây dương miền can sọc này còn tay dương toàn hua pê này dương toàn ở sân khâm mấy bông côn dương nẹp chia tập tay dương thơ lơ luôn này dương thơ ở luôn dương khăn và chia chân khmer thơ đôi nơi với nơi Iran thơ đôi Nepal thơ đôi Bangladesh đây nhom mơ trả ron Campuchia vì mình ai đôi này về so là đi Campuchia ai bỏ trong rung đo chiết bỏ trong chui chiết bỏ trong chui bị chia tập tay Campuchiaត្រូវធ្វើឲ្យដូចនៅវេសូឡាឬបេរ៉ង់ឬបង់ក្លាដែរទើបជួយជាតិបានពុំដូច្នោះទេខ្ញុំគិតថាយើងសោកស្ដាយវាអាចលោកហ៊ុនម៉ាណែតបន្តអំណាចតទៅមុខបានប៉ុន្តែយីជាឱកាសយើងហើយខ្ញុំគិតថា2000ពាក់កណ្ដាល2027មកដល់2026នេះខ្ញុំគិតថាប្រជាជនខ្មែរត្រូវតែទាមទាររំដោះជាតិបើកម្ពុជាបើប្រជាជនខ្មែរពិតជាថាពូជអ្នកចម្បាំងបើប្រជាជនខ្មែរពិតថាជាអ្នកស្នេហាជាតិយើងត្រូវយកឱកាសនេះខ្ញុំគិតថាចំណុចខ្សោយរបស់ហ៊ុនសែនវាល្មមណាស់គ្រប់គ្រាន់នឹងគេហៅថាក្បត់ជាតិហើយពីព្រោះមេដឹកនាំជាតិហើយធ្វើឲ្យបាត់បង់ទឹកដីបើសិនជាមេដឹកនាំនោះគាត់ស្រឡាញ់ជាតិពិតប្រាកដគាត់មានភាពខ្មាស់អៀនគាត់ស្រឡាញ់ជាតិគាត់លាលែងពីតំណែងហើយប៉ុន្តែមនុស្សលោកហ៊ុនសែននេះគាត់មិនខ្វល់អំពីប្រយោជន៍ជាតិទេគាត់គិតតែពីប្រយោជន៍បុគ្គលដូច្នេះហើយប្រជាជនខ្មែរនិងអ្នកប្រជាធិបតេយ្យ
យកឱកាសនេះគឺត្រូវតែទម្លាក់របបលោកហ៊ុនសែនដើម្បីរំដោះជាតិសង្គ្រោះមាតុភូមិយើងពីព្រោះខ្ញុំថាជាឱកាសហើយហើយចំណុចមួយទៀតលោកថានៅពេលដែលប្រមាណថ្ងៃនេះយើងឃើញចរន្តលបែងអនឡាញដែលហៅថា scam នោះឃើញជនជាតិចិនឥណ្ឌូនេស៊ីរត់ផ្សេងផ្សាយប៉ុន្តែបងប្អូនខ្លះថាហ៊ុនសែនគ្រាន់តែជាបោកបញ្ឆោតតែប៉ុន្តែជាទស្សនៈខ្ញុំថាពេលនេះហ៊ុនសែនត្រូវតែបោកសម្អាតហើយពីព្រោះចង់មិនចង់ហ៊ុនសែនត្រូវតែបោកសម្អាតបើមិនបោកសម្អាតហ៊ុនសែនកាន់តែឆាប់ស្លាប់ពីព្រោះទី1អាមេរិកដាក់សម្ពាធឲ្យផ្ដល់លុយឲ្យបោកសម្អាតលបែងអនឡាញ scam ទី2អាមេរិកជួយថៃឲ្យបោកសម្អាតលបែងអនឡាញដែរដូច្នេះបើលោកហ៊ុនសែនទុកហ៊ុនថៃនឹងយកលេសនឹងវាយហ៊ុនសែនកាន់តែធ្ងន់ដូច្នេះហ៊ុនសែនគាត់នឹងអាចបោកសម្អាតហើយបងប្អូនជួននិយាយខ្ញុំគិតថាគាត់នឹងបធូគាត់នឹងបោកសម្អាតបើគាត់មិនបោកសម្អាតណាគាត់ស្លាប់កាន់តែលឿនពីព្រោះសេដ្ឋកិច្ចនឹងកាន់តែធ្លាក់ចុះប៉ុន្តែដែលគាត់បោកសម្អាតទៅគាត់ព្យាយាមទៅការទូតយកចិត្តអាមេរិកយកចិត្តអឺរ៉ុបព្យាយាមការទូតលួងគេបើសិនជាអាមេរិកទួនចិត្តអឺរ៉ុបទួនចិត្តអ្នកប្រជាធិបតេយ្យទួនចិត្តហ៊ុនសែនអាចរស់បានទៅទៀតអញ្ចឹងលោកហ៊ុនសែនអាចបធូរបងប្អូនចឹងបានបងប្អូនមួយចំនួនតែញភ័យថាខ្លាចគណៈបកកម្លាំងជាតិគេអត់ឲ្យចូលបោះឆ្នោតខ្ញុំថាគេឲ្យហើយតែឥឡូវនេះលទ្ធផលគេទទួលគាត់ប៉ុន្តែប្រហែលខែមុនប្រហែលថ្ងៃមុនខ្ញុំថាគេឲ្យហើយលោកហ៊ុនសែនត្រូវរបធូរលោកហ៊ុនសែនទាំងនយោបាយប្រើតាមកម្លាំងនិងយុទ្ធសាស្ត្រថៃបានសាកល្បងបានផ្ទុះជាកម្លាំងរួចទៅហើយដូច្នេះថៃជោគជ័យដូច្នេះហើយថៃស្គាល់ពីកម្ពុជាច្បាស់ណាស់ថាកម្ពុជាកំសោយខាងផ្នែកយោធានយោបាយការទូតនយោបាយប្រជាធិបតេយ្យណាដូច្នេះបើយើងនយោបាយការទូតនយោបាយប្រជាធិបតេយ្យកម្ពុជាមិនអាចមានប្រៀបទៅលើថៃបានទេនេះយើងនិយាយអំពីចំណុចខ្សោយរបស់កម្ពុជាអំពីនយោបាយការទូតយើងនិយាយអំពីនយោបាយយោធាថៃបានដឹងច្បាស់ក្រោយពីផ្ទុះអាវុធ5ថ្ងៃ20ថ្ងៃជាងគាត់យល់ច្បាស់គាត់ដឹងច្បាស់ពីព្រោះគាត់ជោគជ័យទាំងពីរលើកដូច្នេះហើយគាត់គិតថាកម្ពុជាបានចាញ់ពីសមរភូមិទៅហើយដូច្នេះហើយកម្ពុជាមិនហ៊ានតបតទេដូច្នេះថៃក៏មិនចង់ផ្ទុះអាវុធទៀតដែរប៉ុន្តែថៃត្រូវប្រើសង្គ្រាមវោហារសាស្ត្រចិត្តសាស្ត្រដើម្បីគំរាមកម្ពុជាដូច្នេះហើយគេគិតថាបើគេគម្រាមតែវោហារសាស្ត្រនយោបាយចិត្តសាស្ត្រក៏គេបានជោគជ័យដែរគេយល់ឃើញថាកម្លាំងយោធាកម្ពុជាគ្មានសមត្ថភាពតតាំងហើយសង្គ្រាមពីរដងនេះគេយល់ឃើញថាការចរចាឲ្យឈប់បាញ់នេះបើខ្ញុំយល់ហាក់បងប្អូនយល់ថាខ្ញុំដូចជាកាន់ជើងថៃហើយមិនស្រឡាញ់ជាតិឯងនេះខ្ញុំសូមអភ័យទោសតាមពិតខ្ញុំនិយាយការពិតយើងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់តែខ្ញុំនិយាយនេះគ្រាន់តែនិយាយការពិតថាកម្ពុជាយើងបានចាញ់គេពីសមរភូមិហើយដូច្នេះហើយបានយើងទៅចរចានេះមិនមែនចរចាទេយើងហៅថាចរចាក្រមចុងកណ្ដុងពីព្រោះអីពីព្រោះគេដាក់លក្ខខណ្ឌឲ្យយើងទទួលវាមិនមែនជាការចរចាស្មារតីមកមកនេះទេហើយកាលណាកាត់តិចបាននេះអានឹងចរចាឬមួយចរចាដោះដូរគឺមួយយ៉ាងម៉េចទេបងយេលោកខាពាក្យថាកាលណាយើងចុះស្មើនឹងចុះចាយគ្រាន់តែយើងអត់ប្រកាសទេតែយើងគ្រាន់តែខ្ញុំគ្រាន់បាននិយាយថាប៉ុណ្ណេះថាចរចាគេមានព្រៀបហើយគេដាក់លក្ខខណ្ឌឲ្យយើងវាស្មើនឹងយើងយល់ព្រមទទួលយកលក្ខខណ្ឌគេហើយលក្ខខណ្ឌគេមិនដែលគេខាតទេទី1គេឲ្យយើងទទួលស្គាល់ព្រំដែនដែលតែហ៊ានថៃឈរកន្លែងណាគឺគេទទួលរបស់គេកន្លែងនោះឲ្យយើងទទួលឃើញទេហើយឲ្យយើងអនុវត្តឲ្យបានឃើញទេអញ្ចឹងយើងអនុវត្តឲ្យបានទើបប្រជុំថ្នាក់ភូមិភាគឈានទៅប្រជុំចុះហត្ថលេខាថ្នាក់រដ្ឋមន្ត្រីការពារជាតិយើងធ្វើតាមការលក្ខខណ្ឌគេឲ្យទាំងអស់ឃើញទេអញ្ចឹងវាមិនមែនជាការចរចាទេបើចរចាលោកខាកម្ពុជាដាក់5ចំណុចទៅណាអញ្ចឹង
ថៃដាក់5ចំណុចមកអានេះអត់ហ្នឹងថៃដាក់មកទាំងអស់ហើយយើងទទួលយកដូច្នេះហើយថៃគេជោគជ័យក្នុងការដាក់លក្ខខណ្ឌហ្នឹងហើយបានគេគម្រាមបន្តទៀតគេអត់ចង់សង្គ្រាមនេះព្រោះកាលណាសង្គ្រាមទោះបីគេឈ្នះក៏ដោយក៏គេមានខូចខាតគេមានចំណាយថវិកាចំណាយអាវុធទៀតដែរតែបើឈ្នះគ្រាន់តែប្រើវោហារសាស្ត្រចិត្តសាស្ត្រឲ្យយើងឈ្នះយើងមិនយកដូច្នេះគេប្រើវោហារសាស្ត្រចិត្តសាស្ត្របាទប៉ុណ្ណេះចុះកុំឲ្យយូរ